មិនត្រូវទេត្រឹមជាអ្នកនេសាទក្រីក្រសោះបានលុយពីណាមកទិញផ្ទះអញត្រូវទៅមើលឲ្យច្បាស់សិនសិនឈីងហឺមានការអីអញស្មានតែមើលច្រឡំតើនាងឯងមិនមែនរៀបការជាមួយអាអ្នកនេសាទប្រតោកយ៉ាក់ទេអីយ៉ាងម៉េចឥឡូវហ៊ានមកមើលផ្ទះនៅកន្លែងគូជាដែរខ្ញុំមើលផ្ទះវាទៅអីនាងឯងប្រកាសជាមិនទៅទេអញគ្រាន់តែចង់ដឹងពេលចេញពីត្រកូលសិនតើជីវិតនាងឯងវេទនីយ៉ាងណាទៅព្រោះថាពេលនេះអញទៅជាភរិយារបស់ជ័យលីភីឯងវាមិនដូចនាងឯងឡើយលោកម្ចាស់សៀវលិខិតទិញលក់រៀបចំរួចរាល់ហើយបាទភូមិគ្រឹះនៅទីខាងកើតក្រុងអាចផ្ទេរឈ្មោះបាននៅថ្ងៃនេះតែម្ដងដោយដាក់ឈ្មោះអ្នកនាងសៀវតែម្នាក់គត់ភូមិគ្រឹះធំបែបនឹងដាក់ឈ្មោះប្រពន្ធតែម្នាក់ទៀតមិនអាចទេត្រឹមអ្នកនេសាទម្នាក់បានប្រាក់ច្រើនយ៉ាងនេះមកពីណាដោយគ្រួសារខ្ញុំមិនទាន់ដល់វេនលោកស្រីគូមកសួរដេញដោលទេពឹងអ្នកនេសាទម្នាក់ទិញភូមិគ្រឹះនឹងតើលុយពួកឯងបានមកពីណាពួកឯងមិនដេចនឹងមានលុយទិញផ្ទះល្អយ៉ាងនេះទៅថ្ងៃនេះនាងឯងខឹងខ្លាំងយ៉ាងនេះមិនមែនមកពីប្តីខ្ញុំទិញផ្ទះឲ្យខ្ញុំនោះទេតែមកពីនាងឯងដឹងខ្លួនថាតំណែងជាភរិយាជ័យលីភីឯកដែលនាងខំប្រឹងដណ្ដើមយកមកចុងក្រោយរស់នៅមិនមានក្តីសុខដូចខ្ញុំនិយាយត្រូវទេព្រឹកមិញប្រាប់ឲ្យពាក់អាវក្រាស់បន្តិចតែអូនមិនព្រមស្ដាប់សោះអូនអត់រងាទេតែត្រជាក់ក៏អស់ហើយនៅរឹងមុខទៀតណោះបងឯងចាត់ទុកអូនដូចកូនក្មេងមែនទេណាក្មេងមិនពិបាកលួងដូចអូនឯងទេអ្នកនាងសិនឈីងហឺនាងឯងធ្វើពុតរងាប់អីរៀបការជាមួយអ្នកនេសាទនាងឯងស្មានតែរើបានក្របពេជ្រមែនយ៉ាងហោចណាស់គាត់នៅខ្វល់ថាខ្ញុំរងាឬក៏ឃ្លានវាមិនអញ្ចឹងទេអញទៅជាភរិយាជ័យលីភីឯងប្តីអញគូជាហឹងថ្ងៃមុខនឹងក្លាយជាមន្ត្រីក្នុងរាជវាំងថែមទាំងជាទីកប់ព្រះតីរបស់ទ្រង់ជីងទៀតពួកឯងយកអីមកប្រៀបអញទៅជាអ្នកដែលត្រូវមានសេចក្តីសុខនាងឯងគួរតែរស់នៅយ៉ាងវេទនាសពក្របទៅត្រូវវាំងព្រះអង្គម្ចាស់ជីងនាងឯងកុំអពេកសិនមីងជូដូចជាអញពេលនេះបើចង់ច្របាច់ក៏ពួកឯងឲ្យស្លាប់វាងាយស្រួលដូចញីស្រមោចមួយក្បាលអញ្ចឹងអូចឹងអញ្ជើញតាមសប្បាយសេចក្តីសុខរបស់សិនឈីងហឺគឺរកមកដោយខ្លួនឯងមិនដែលពឹងលើមនុស្សប្រុសហើយក៏មិនពឹងត្រកូលសិនដែរប្រពន្ធសម្លាញ់និយាយត្រូវណាស់ខឹងចង់ឈួតហើយវើយអូនក៏បានឬដែរតើត្រកូលគូមានទំនាក់ទំនងជាមួយវាំងរបស់ទ្រង់ជីងមើលទៅរឿងរ៉ាវលាក់កំបាំងរបស់ត្រកូលគូជ្រៅជាងអ្វីដែលពួកយើងគិតទៅទៀត